ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមក demo បច្ចេកមួយដែលលោកគ្រូបានដាក់ឲ្យធ្វើទៅតាម requirement ដែលលោកគ្រូបានបោះឲ្យនេះក្នុងការ develop នេះដែរខ្ញុំបានធ្វើទាក់ទងជាមួយនឹង HTML CSS JavaScript បូកផ្សំជាមួយនឹង Tailwind ហើយនិង Bootstrap ឥឡូវយើងមកមើល result វិញម្ដងដែលមាន title ឈ្មោះថា quick note មានប៊ូតុង search មានប៊ូតុង add note ហើយនិងប៊ូតុង all color ឥឡូវយើងសាកមកតេស្តទាំងអស់គ្នាដោយខ្ញុំចុចលើប៊ូតុង add note នេះវា alert មកសម្រាប់ឲ្យ user របស់យើងអាចបំពេញបានដោយក្នុងនោះមាន note title មាន note content មាន color ហើយនិងមាន save មាន cancel ឥឡូវខ្ញុំសាកតេស្តមួយដាក់ថា test 1 ហើយយើង save បន្ទាប់មកវាមកដល់កន្លែងនេះយើងអាចឲ្យ user របស់យើងអាច edit បានឬក៏ delete វិញបានឥឡូវខ្ញុំសាក edit មួយមកខ្ញុំដាក់អានេះទៅជា test 100វិញហើយខ្ញុំបន្ថែម hello មួយទៀតហើយយើងដូរ color វាខ្ញុំដាក់ទៅជាពណ៌ខៀវវិញអូខេឥឡូវយើង save អូខេឥឡូវយើងបានហើយយើងមិញមានឈ្មោះថា test មួយឥឡូវវាមក test 100វិញហើយខ្ញុំបន្ថែម hello មួយទៀតហើយសម្រាប់ប៊ូតុង delete វិញយើងគ្រាន់តែចុចពីលើវាមកវា delete ឲ្យយើងហើយអូខេហើយសម្រាប់ប៊ូតុង edit ហើយ delete យើងមានតែប៉ុណ្ណឹងឥឡូវយើងមកមើលប៊ូតុង search វិញម្ដងយើងអាច search ស្វែងរក node របស់យើងដែល user របស់យើងបំពេញហើយឥឡូវខ្ញុំសាក test មួយដែលខ្ញុំចង់ដឹងថាបើសិនខ្ញុំ search គ្រាន់តែទៅសេតែលេខ3មកវា search ឲ្យយើងបានអត់ហើយខ្ញុំសាកអូខេឥឡូវវាអាច search ឲ្យយើងវិញបានយើងចង់វាយអក្សរពេញក៏បានក៏វាឃើញដែរ test 3អូខេហើយយើងដាក់ទៅ2វិញវាមកនេះវិញហើយដាក់ទៅ1វិញវាមកនេះវិញនេះគឺជាប៊ូតុង search របស់យើងហើយសម្រាប់ all color វិញ all color នេះវិញយើងអាចបដូរពណ៌វាបើពណ៌ក្រហមវានៅតែពណ៌ក្រហមបើខៀវវាទៅខៀវពណ៌បៃតងវាទៅពណ៌បៃតងសម្រាប់វីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំបាន demo តាក់ទងជាមួយនឹងបច្ចេកដែលលោកគ្រូបានដោយធ្វើមួយនេះ